អូខេអញ្ចឹងយើងមកបន្តលំហាត់របស់យើងបន្តទៀតគឺខ្ញុំរើសយកលំហាត់ទី132នៅក្នុងសៀវភៅរបស់យើងអញ្ចឹងនៅក្នុងរូបមួយនេះខ្ញុំសន្និដ្ឋានថាវាជា pulley អញ្ចឹងការចាប់ផ្ដើមគូសគឺវាមិនខុសពីរូបពីមុនទេគឺយើងទៅរើសឬក៏ផ្ដោតទៅលើ view មួយនេះគេហៅថា section view អញ្ចឹងរូបនេះដោយសារវាប្រភេទជា revolve អញ្ចឹងត្រូវការពុះវាជា2ដើម្បីគូសហើយយ៉ាង revolve ទៅគឺវាបានមកជុំហើយអញ្ចឹងរូបនេះគឺខ្ញុំមើលឃើញថាវាមានកម្ពស់សរុប80មីលីម៉ែត្រអញ្ចឹងក្នុងការគូសខ្ញុំ recommend ឲ្យយើងគូសចាប់ផ្ដើមចេញពីប្រវែងណាយ៉ាងវែងជាងគេមុនដោយសារយើងងាយស្រួលក្នុងការកែអញ្ចឹងខ្ញុំគូសline មួយមកខ្ញុំរើសយក front view 80អញ្ចឹងទម្លាប់ចាស់របស់ខ្ញុំគឺខ្ញុំគូសហើយគឺខ្ញុំដាក់ dimension មកភ្លាមជៀសវាងយើងភ្លេចហើយយើងពេលយើងកែប្រែឬក៏គួយផ្សេងទៅវាមានការប្រែប្រួលចំពោះចន្លោះនេះគឺខ្ញុំឃើញថារង្វង់នេះគឺកប់ចិត្ត40អញ្ចឹងពាក់កណ្ដាលវាគឺ20អញ្ចឹងខ្ញុំគូសហើយខ្ញុំដាក់20អូខេអញ្ចឹងតមកទៀតគឺចន្លោះមកនេះនេះគឺ10ចុះក្រោម5ខ្ញុំដាក់មកមួយតង់សិនជៀសវាងឲ្យយើងតាមបន្ទាត់អឺដូចជា10អូខុសឲ្យវាដល់10ក្រោម5ហើយមកស្ដាំនេះវាប៉ុណ្ណេះសិនអញ្ចឹងមកស្ដាំប្រហែលស្ដាំគឺនេះគឺ120ចឹងវា60ឥឡូវបើ60យើងអាចធ្វើជាបានយើងវាស់មិនបាច់យើងដកច្រើនទេខ្ញុំគូប៉ុណ្ណេះហើយខ្ញុំប្រើ Smart Dimension វាស់មកធៀបជាមួយនឹង origin វាគឺដាក់60ទៅគឺវាត្រូវហើយចុះមកក្រោមប្រហែលចុះមកគឺ10ដោយសារយើងមើលផ្នែកខាងនេះមកគឺ10អញ្ចឹងខ្ញុំប្រើ Smart Dimension ដដែល10ហើយខ្ញុំបកមកក្រោមវិញមកក្រោមនេះគឺដូចគ្នា5នេះ10ដូចគ្នាហើយខ្ញុំគូរចាំវិញខ្ញុំគូរបន្ទាប់មួយកដាលហើយខ្ញុំប្រើ mirror លុបចោលវិញអូខេឥឡូវខ្ញុំវាស់ជាងផ្ទាប់នឹងតើវាត្រូវអត់អានេះ50នេះ70អញ្ចឹងទោះយើងប្រកាសក្នុងចិត្តថាត្រូវក៏ដោយយើងគួរតែ verify វាមើលជៀសវាងវាមានការលៀងអីតិចតួចទៅធ្វើឲ្យរូបយើងគឺខុសអូនេះ60ខ្ញុំវាស់ខុសទីតាំងវានេះ50នេះដឹងតែ70ហើយហើយបន្តទៀតគឺកដាលដែរខ្ញុំប្រើប្រភេទជានេះគឺកម្មវាគឺឈប់អានេះឲ្យមានប្រាប់កម្មទេឥឡូវយើងអាចគូរដោយប្រើខ្សែកោងនេះអានេះគឺក្នុងនេះកម្មវា30យើងមើលខាងលើនេះវិញគឺ30អញ្ចឹងខ្ញុំដាក់គូរអby 3 point អូខេ30អូខេចោល revolve វាមកដាក់ចប់50អូខេហើយខ្ញុំបិទ PMI ខ្ញុំ apply material មកអញ្ចឹង material គឺខ្ញុំប្រើទៅជា stainless steel ដដែល stainless steel នេះគឺ material property របស់វាយើងអាចមើលតាមហ្នឹងបានមិន density មិនអីយ៉ាងមកអូខេខ្ញុំបិទ base ចោលអូខេអរគុណហាត់យើងមានប៉ុណ្្នឹងហើយ